ខ្ញុំមិនដែលទិញប្រាសោះបងហើយកូនក៏មិនញ៉ាំបបរទៀតមិនដែលទិញប្រាសោះជួនកាលដោយសារបងអត់ចង់ប្រាតែចំពោះម៉ាក់ខ្លះគឺគាត់អត់មានសមត្ថភាពក្នុងការទិញប្រេងអូលីវឬក៏គ្រឿងទេសទាំងអស់នេះយកមកប្រើដោយសារតម្លៃវាគួរសមដែរអញ្ចឹងបើសិនជាម៉ាក់នៅក្នុងលក្ខខណ្ឌពីរហ្នឹងម៉ាក់មិនបាច់ទិញប្រាក៏បានដែរដោយសារពពួកគ្រឿងទេសទាំងអស់នេះក៏ដូចជាប្រេងអូលីវវាជាអាហារូបត្ថម្ភបន្ថែមវាមិនមែនជាអាហារគោលដែលកូនចាំត្រូវការចាំបាច់ដូចជាទឹកដោះគោឬក៏ទឹកដោះម្ដាយទេខ្ញុំឧទាហរណ៍សួរស្ដាប់ដោយអត្ថប្រយោជន៍មួយនៅក្នុងអត្ថប្រយោជន៍ទាំងអស់របស់ប្រេងអូលីវហ្នឹងគឺសារធាតុខ្លាញ់ដែលល្អអញ្ចឹងសារធាតុខ្លាញ់ដែលល្អហ្នឹងគឺមិនមែនមានតែនៅក្នុងប្រេងអូលីវហ្នឹងទេនៅក្នុងទឹកដោះម្ដាយឬក៏ទឹកដោះគោក៏គេបានបញ្ចូលនៅសារធាតុខ្លាញ់ដែលល្អដែលរាងកាយរបស់កូនត្រូវការដូចគ្នាតែបើសិនជាបងមានសមត្ថភាពហើយបងមានពេលវេលាខ្ញុំ recommend ប្រភេទគ្រឿងទេសនេះគឺល្អតែតោះនឹងរឿងកូនអត់ញ៉ាំបបរកូនអត់ញ៉ាំបបរបងត្រូវត្រឡប់ទៅមើលវិញថាកូនអត់ចូលចិត្តបបរដែរបងធ្វើឲ្យគាត់ញ៉ាំហ្នឹងអត់ចូលចិត្តអីគេអត់ចូលចិត្តកំហាប់បបររាវពេកឬក៏ខាប់ពេកអត់ចូលចិត្តរសជាតិឬក៏អត់ចូលចិត្តក្លិនហើយនឹងពេលវេលាដែលបងបញ្ចុះគាត់ថាពេលវេលាដែលបងបញ្ចុះបបរគាត់បានឆ្អែតពីទឹកដោះគោឬក៏គាត់ទៅងើបពីគេងគាត់អត់ចង់ញ៉ាំឬក៏មិននិយាយទៅវាពាក់ព័ន្ធច្រើនមែនតើវាមិនមែនមានរឿងតែមួយថាបបរហ្នឹងគាត់អត់ញ៉ាំតែមួយមុខទេវាមានបញ្ហាជុំវិញនឹងច្រើនមែនតើ